គន្លឹះដើម្បីស្វែងយល់ពីខ្លួនយើងឲ្យកាន់តែច្បាស់ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទីមេត្រីថ្ងៃនេះខ្ញុំមានគន្លឹះខ្លះដើម្បីពិចារណាលើខ្លួនយើងបន្ថែមទៀតគិតពីខ្លួនឯងមនុស្សខ្លាំងជាមនុស្សដែលប្រមែងរស់នៅតែដើម្បីតែខ្លួនឯងតែជាមនុស្សដែលចេះគិតធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងខ្លាំងចេះរកវិធីជួយអ្នកដទៃឲ្យខ្លាំងព្រមទាំងចេះបង្រួមភាពខ្លាំងរបស់ខ្លួនឯងនិងអ្នកដទៃដើម្បីជួយសង្គមជាតិឲ្យរឹងមាំមនុស្សខ្លាំងជាមនុស្សពូកែគិតជាមួយចិត្តស្ងប់ពុំជ្រួលច្របល់យើងត្រូវនាំគ្នាធ្វើខ្លួនជាមនុស្សខ្លាំងនិងត្រូវចេះដឹកដៃអ្នកទន់ខ្សោយបន្ទាប់មកត្រូវរួមគ្នាកសាងសង្គមទាំងមូលឲ្យមានភាពខ្លាំងក្លាស្គាល់ខ្លួនឯងមនុស្សមិនស្គាល់ខ្លួនឯងជាមនុស្សដែលមានជំងឺតែពុំដឹងថាខ្លួនកំពុងឈឺជាមនុស្សដែលវង្វេងតែពុំដឹងថាខ្លួនកំពុងវង្វេងជាមនុស្សកំពុងសុបិនតែពុំដឹងថាខ្លួនកំពុងលំលក់ដោយការស្គាល់ខ្លួនឯងគឺប្រៀបបានទៅនឹងយើងជាអ្នកជំងឺរស់ផុតពីការវង្វក់និងញាក់ពីដំណេកដូច្នោះដែរយើងត្រូវដឹងថាគឺយើងមានស្លាប់មួយគូស្រាប់តែល្មមនឹងប្រើបានអ្វីដែលត្រូវធ្វើគឺគេចចេញពីទ្រង់អវិជ្ជមានឲ្យបានជាមុនសិនផ្លូវធ្វើដំណើរគឺមានស្រាប់ហើយអ្វីដែលយើងត្រូវការគឺយើងត្រូវមានពលឺសម្រាប់បំភ្លឺផ្លូវឲ្យបានគ្រប់គ្រាន់នៅពេលយើងត្រូវតែស្វែងរកវិធីព្យាបាលតែបើយើងពុំបានឈឺទេនោះគឺយើងចាំបាច់ស្វែងរកវាឡើយដូចគ្នាដែរយើងឆ្វេងយល់ពីអ្វីដែលយើងធ្វើមិនសប្បាយចិត្តនោះយើងនឹងបានប្រទះនៅចិត្តដែលរីករាយបើយើងពុំស្គាល់ខ្លួនឯងនោះយើងនឹងរស់ជាមួយភាពជាជំងឺតែបើយើងរស់ជាមួយការស្គាល់ខ្លួនឯងយើងនឹងមាននីតិជាអ្នកព្យាបាលមនុស្សស្គាល់ខ្លួនឯងគឺប្រៀបបានទៅនឹងបក្សីដែលកំពុងតែរីករាយនឹងការស្រែកច្រៀងដោយពុំបានបារម្ភលើការវិនិច្ឆ័យពីនរណាម្នាក់ឡើយជាច្រើនឆ្នាំមកហើយដែលយើងបានរស់នៅក្នុងប្រអប់ដែលបិទជិតឥឡូវនេះដល់ពេលដែលយើងត្រូវប្រើភាពស្ងប់ស្ងាត់សម្រាប់ធ្វើការបើកទ្វារហើយដោះលែងគ្រប់យ៉ាងឲ្យមានសេរីភាពយើងបានព្យាយាមស្វែងរកការពិតដោយយើងកាន់តែរកបែរជាធ្វើឲ្យយើងកាន់តែវង្វេងព្រោះយើងបានច្រឡំថាការពិតអ្នកដទៃជាការពិតរបស់យើងខ្លួនឯងនេះជាអ្វីដែលយើងបានភ័ន្តច្រឡំដែលប្រៀបបាននឹងយើងបង្កើតប្រអប់បិទចិត្តឃុំខ្លួនឯងអស់រយៈពេលជាយូរកន្លងមកការពិតគឺប្រអប់ក៏បង្កើតឡើងដោយយើងវាក៏បង្កើតដោយយើងសោក៏បង្កើតដោយយើងដែរដូច្នេះកូនសោក៏យើងអាចបង្កើតសម្រាប់រកផ្លូវចេញបានដូចគ្នាអំពូលអាចខុសគ្នាពិតមែនតែពន្លឺគឺដូចតែគ្នាទេកន្លងមកយើងបានប្រើជីវិតប្រៀបដូចជាសត្វជៀមតែមនុស្សស្គាល់ខ្លួនឯងតែងប្រើជីវិតប្រៀបដូចជាអ្នកពង្វាលការមិនទាន់មានចំណេះដឹងយើងគិតថាការមានចំណេះដែលអាចការពារយើងបានតែនៅពេលដែលយើងមានចំណេះដឹងច្រើនយើងបែរជាត្រូវការពារខ្លួនឯងឲ្យគេចផុតពីចំណេះដឹងទាំងនោះទៅវិញពេលដែលយើងគ្រប់គ្រងចំណេះលែងបានចំណេះដឹងព្រៀបបានទៅនឹងប្រអប់បិទចិត្តនេះហើយជាមូលហេតុដែលយើងត្រូវការពារខ្លួនឲ្យផុតពីវាការពារខ្លួនឲ្យផុតពីការគិតចិត្តស្ងប់គឺជាកូនសោដែលចាក់រកផ្លូវចេញបញ្ញវន្តអ៊ីស្លាមមហាម៉ាត់រ៉ូមីបានពន្យល់ថាបំណងប្រាថ្នាក្នុងការចង់ស្គាល់ខ្លួនគឺជាការបញ្ចប់នៅបំណងប្រាថ្នាទាំងឡាយលោកបានបន្ថែមថានៅពេលដែលខ្ញុំបានបាត់បង់អ្វីគ្រប់យ៉ាងអ្វីតែមួយគត់ដែលខ្ញុំរកឃើញគឺខ្លួនឯងផ្ទៃមេឃដ៏សែនអ៊ូអាប់យើងប្រកាសជាពុំបានមើលឃើញនៅវងតារារាប់ពាន់រាប់សែនដែលកំពុងរះនៅលើផែនពស្ធាឡើយនេះបានន័យថាបើសិនជាយើងចង់ស្គាល់ខ្លួនឯងគឺពិតណាស់យើងត្រូវស្វែងរកអ្វីជាដុំពពកខ្មៅចេញ
ចំណងគឺអាស្រ័យនៅជាមួយភាពអវិជ្ជាជំរះនូវភាពអវិជ្ជាចំណងក៏រលាយបាត់ទៅផងដែរដូចនេះអវិជ្ជាប្រៀបដូចជាដុំពពកខ្មៅអញ្ចឹងធម្មជាតិបានផ្ដល់លក្ខណៈខ្លះដែលអាចបែងចែកឲ្យមនុស្សខុសពីសត្វហើយការស្គាល់ខ្លួនឯងជាលក្ខណៈដែលចែកមនុស្សម្នាក់ៗឲ្យខុសពីមនុស្សម្នាក់ទៀតនៅពេលដែលសត្វអោនផឹកទឹកនៃទឹកនឹងបង្ហាញនៅមុខមាត់ពិតរបស់វាថាវាជានរណាតែប៉ុណ្ណោះគឺគ្រប់គ្រាន់តែសម្រាប់មនុស្សវិញការឆ្លោះកញ្ចក់បញ្ចាំងឯងពុំគ្រប់គ្រាន់នៅឡើយទេសម្រាប់រូបខាងក្រៅកញ្ចក់អាចជួយបង្ហាញយើងបានតែសម្រាប់សម្រស់ដែលមាននៅខាងក្នុងវិញគឺមានតែខ្លួនឯងប៉ុណ្ណោះទើបអាចបញ្ជាក់ឲ្យខ្លួនឯងបាននេះមានន័យថាពេលយើងប្រៀបបានដាវនៅក្នុងស្រោមហើយយើងបានសម្គាល់ថាស្រោមដាវគឺជាយើងដូច្នោះដែរនៅក្នុងសភាពជាក់ស្ដែងពេលព្រះអាទិត្យរះយើងនឹងទទួលបានពន្លឺពេលព្រះអាទិត្យលិចយើងនឹងប្រែជាងងឹតសូន្យសងការស្គាល់ខ្លួនឯងមានលក្ខណៈប្រហែលគ្នាដែរគឺខុសគ្នាបន្តិចត្រង់ថាបើយើងស្គាល់ខ្លួនឯងត្រឹមតែខាងក្រៅគឺប្រៀបបានដូចជាព្រះអាទិត្យលិចបើស្គាល់ខ្លួនឯងនៃជម្រៅខាងក្នុងនោះប្រៀបបាននឹងព្រះអាទិត្យរះភ្លឺច្រាលពេញផ្ទៃមេឃពេលខ្លះខ្លួនយើងប្រៀបបាននឹងផ្ទះដែលត្រូវបានគេទុកចោលគ្មានពន្លឺចេញចូលងងឹតសូន្យសងលុះថ្ងៃណាមួយផ្ទះនោះត្រូវបានបើកឲ្យមានពន្លឺចូលគ្រប់គ្រាន់នោះសភាពខាងក្នុងផ្ទៃនឹងត្រូវបើកបង្ហាញឲ្យច្បាស់ឡើងរហូតដល់យើងបានដឹងយ៉ាងប្រកាសថាខាងក្នុងគឺជាផ្ទះក៏ទេសូមញែកចូលបន្តិចដល់ទស្សនៈមួយរបស់ទស្សនវិទូ George Bernard Shaw លើកឡើងថាជីវិតមិនមែនជាការស្វែងរកខ្លួនឯងនោះទេជីវិតគឺជាការបង្កើតខ្លួនឯងតើយើងអាចបង្កើតខ្លួនឯងតាមរបៀបណា James Allen បាននិយាយថាយើងជាអ្វីដែលយើងគិតមហាថ្មគុណឈីសូមរក្សាការគិតរបស់អ្នកឲ្យនៅវិជ្ជមានជានិច្ចព្រោះថាការគិតនឹងក្លាយទៅជាសម្ដីនឹងក្លាយទៅជាទង្វើនឹងក្លាយទៅជាទម្លាប់ហើយទម្លាប់នឹងបង្កើតជោគវាសនាទស្សនៈពីរនេះគឺអាចលំមឲ្យយើងពិចារណាបានថាការបង្កើតខ្លួនឯងត្រូវចាប់ផ្ដើមពីការបង្កើតការគិតរបស់ខ្លួនឯងផ្លូវនេះនៅតែត្រូវការចំណេះដឹងមកបង្គ្រប់ដដែលត្រង់ន័យនេះការបង្កើតខ្លួនឯងជាផ្នែកមួយដែលអាចជួយយើងឲ្យឈានទៅរកការស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់ចំណេះដឹងពិតជាបានបង្ហាញផ្លូវដល់យើងហើយសកម្មភាពត្រូវវានឹងធ្វើឲ្យយើងបានផ្លាស់ប្ដូរទៅដល់ទីចុងបញ្ចប់ត្រង់នេះមានន័យថាចំណេះដឹងពុំមែនជាគោលដៅចុងក្រោយវាគ្រាន់តែជាមធ្យោបាយដែលជួយឲ្យយើងឈានទៅដល់គោលដៅចុងក្រោយតែប៉ុណ្ណោះចំណេះដឹងជារបស់មានតម្លៃនិងគ្មានតម្លៃចំណេះដឹងអាចជារនាំងរាំងយើងឲ្យងងឹតផងនិងអាចជាភ្លើងបំភ្លឺដល់យើងផងដែរប្រសិនជាចំណេះដឹងជាមុនទេយើងក៏ពិបាកក្នុងការស្គាល់ខ្លួនឯងដែរអ្នកដែលយកចំណេះជាគោលដៅចុងក្រោយនឹងក្លាយជាអ្នកបម្រើរបស់គ្រូក្បាលហើយយើងពុំអាចប្រើចំណេះដើម្បីស្ទាបត្រូវបេះដូងខ្លួនឯងត្រូវបានឡើយយើងត្រូវប្រើភាពស្ងប់ស្ងាត់និងហ៊ានឈឺចាប់ដើម្បីអាចគេចពីចំណេះដឹងដើម្បីស្គាល់ជំរឿខាងក្នុងខ្លួនរបស់យើងភាពស្ងប់ស្ងាត់នឹងផ្ដល់ចម្លើយគ្រប់យ៉ាងភាពស្ងប់ស្ងាត់អាចនឹងផ្ដល់ការឈឺចាប់ហើយថ្នាំព្យាបាលការឈឺចាប់គឺមានតែការឈឺចាប់នៅពេលដែលយើងស្ងប់នេះឯងស្នាមរបួសនឹងធ្វើឲ្យមានពន្លឺចូលទៅកាន់ទីងងឹតដែលមាននៅក្នុងហើយភាពឈឺចាប់នឹងក្លាយជាថ្នាំព្យាបាលនៅជំងឺអវិជ្ជាទាំងឡាយទាំងពួងស្គាល់ខ្លួនឯងមានន័យថាស្គាល់នូវភាពរីករាយព្រោះពេញចិត្តនឹងការរស់នៅរហូតដល់ពេលចាក់ចេញប្រឹងក៏ដោយសារការពេញចិត្តហើយលះបង់ក៏ដោយសារការពេញចិត្តសកម្មភាពគ្រប់យ៉ាងពុំមានជាប់ជំពាក់នឹងប្រយោជន៍ខ្លួនឯងឡើយមនុស្សស្គាល់ខ្លួនជាមនុស្សស្គាល់តម្លៃរបស់ជីវិតជាមនុស្សដែលមានការលះបង់ខ្ពស់ជាងជីវិតដទៃ
បើក្រឡេកមើលប្រវត្តិសាស្ត្រលើលោកយើងនឹងបានឃើញថាពិភពលោកត្រូវបានបំផ្លាញដោយមនុស្សដែលវង្វេងខ្លួនឯងហើយមានមួយផ្នែកត្រូវបានស្រោចស្រង់ដោយក្រុមមនុស្សដែលស្គាល់ខ្លួនឯងច្បាស់ក្តីស្រឡាញ់ក្តីមេត្តាករុណាគឺជាស្ពានឆ្ពោះទៅកាន់ការសង្គ្រោះដែលពួកគេបានប្រើការលះបង់សម្រាប់ការស្រោចស្រង់មនុស្សក្នុងលោកតាមលទ្ធភាពរហូតដល់ថ្ងៃចាក់ចេញទៅមនុស្សម្នាក់ជាយុវជនក្នុងសង្គមមួយជាមនុស្សម្នាក់នៅលើផែនដីនិងជាសត្វមានជីវិតក្នុងចំណោមសត្វជាច្រើនទៀតនិងជាធាតុក្នុងចំណោមធាតុទាំង4ប្រើការជីវិតគឺខុសៗគ្នាអាស្រ័យលើកម្រិតនៃការស្គាល់ខ្លួនឯងនេះឯង